ថ្ងៃទី12ខែធ្នូឆ្នាំ2025នេះម៉ោងប្រមាណជា10យប់ឃើញថាមានដំណឹងក្តៅពីប្រទេសថៃនោះគឺអនុทิនឆានវរៈគុលនាយករដ្ឋមន្ត្រី4ខែរបស់ប្រទេសថៃគឺប្រកាសបកគលអំណាចទៅដល់ប្រជាជនមានន័យថាផ្ញើលិខិតទៅកាន់ព្រះមហាក្សត្រដើម្បីរំលាយសភាបាទវាសួរបងប្អូនដែលគ្រប់គ្រង Channel YouTube របស់ខ្ញុំ CT Sport បងប្អូនអរគ្នារឿងនេះគឺក្តៅទាំងយប់តែម្ដងដល់ប្រទេសយើងដោយសារតែពងតែមានចំនួនតានតឹងបាទអញ្ចឹងគឺការចាប់ផ្ដើមរបស់ថៃដែលឈ្លានពានមកលើកម្ពុជាគឺតែងតែបាញ់មុនបង្ករឿងមុនរាយបលាលួហោហែក្នុងពេលអំឡុងពេលបត់ឈប់បាញ់ចូលជាធរមានក៏គេដើររាយបលាលួចល័តតបហើយរហូតដល់មានកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងក្លាឡឹមពូប្រទេសម៉ាឡេស៊ីថ្ងៃទី26ខែតុលាឆ្នាំ2025ក៏តែងតែបង្ករឿងហេតុហោហែជាពិសេសគឺគេមិនអោយចល័តតបតែខ្លួនឯងចេះតែដើរបាទទៅប្រទេសប្រដាសដើរខុសផ្លូវចាស់អញ្ចឹងទៅចូលផ្លូវថ្មីដើរមកគៀកនឹងដីខ្មែរជន់មានអីចឹងទៅជាដើមទៅបាទអញ្ចឹងរឿងបង្កហេតុអត់ឈប់ឈរនេះហើយក៏ផ្ទុះសង្គ្រាមដែលគេចិញ្ចឹមចិត្តឈ្លានពាននៅថ្ងៃទី8ខែធ្នូឆ្នាំ2025ហើយសម្ដេចតេជោក៏មិនតបតឲ្យដែររួមទាំងសម្ដេចទឹកបដីនាយករដ្ឋមន្ត្រីក៏មិនឲ្យកូនទាហានតបតឲ្យដែរនៅឲ្យស្ងៀមហើយរហូតដល់លើស24ម៉ោងទើបសម្ដេចតេជោបាទប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាក៏បានបង្ហោះនៅលើ Facebook គឺតបតទៅវិញហើយគឺអត់មានទុកទេហើយក្នុងនោះក៏ឲ្យសប្បុរសជនដែលចូលរួមជាអំបុកដើម្បីវាយខ្មាំងសត្រូវឈ្លានពានអីជាដើមបាទអញ្ចឹងសង្គ្រាមនេះគឺបានបន្តបន្លាយពេលហើយភាគីថៃបានប្រើអាវុធធុនធ្ងន់ជាពិសេសគឺប្រើយន្តហោះចម្បាំងអាវុធធុនធ្ងន់នោះគឺគ្រប់ប្រភេទហើយយន្តហោះចម្បាំងយើងនឹងស្រាប់ហើយ F16 ទម្លាក់នៅសំរោងដល់មានជ័យទម្លាក់នៅព្រះវិហារគឺម្ដុំពោធិ៍សាត់អីនឹងហោហែបាទបងប្អូនតែយ៉ាងណាក៏ដោយយើងមិនទាន់ដល់កម្រិតមួយដែលអាចប្រើអាវុធដើម្បីបាញ់ទម្លាក់យន្តហោះទេគឺសម្ដេចពុកដូចជាសម្ដេចធិបតីរួមនឹងថ្នាក់ដឹកនាំកម្ពុជារបស់យើងគឺលោកគិតគូរអំពីស្ថានភាពនៃសង្គ្រាមដោយសម្ដេចដែលចូលធ្លាប់លើកឡើងហើយបើគ្រាន់តែផ្លោងគ្រាន់តែទម្លាក់គ្រាន់តែអីហ្នឹងឲ្យទម្លាក់តាមចិត្តតែបើសិនជាចូលមកជ្រៅទៀតអាហ្នឹងយើងគិតទៀតអញ្ចឹងណាពីព្រោះការចេញអាវុធឬក៏យុទ្ធសាស្ត្រសង្គ្រាមមួយហ្នឹងគឺថាមានការគិតល្អិតល្អន់ជាពិសេសគឺលេខមិនឲ្យស្របទៅនឹងច្បាប់សង្គ្រាមបងប្អូនបាទតែយើងចូលដល់អនុทิនឆានវរៈគុលដែលលាលែងពីតំណែងមានន័យថាបកគលសិទ្ធឲ្យប្រជាពលរដ្ឋក្នុងការបោះឆ្នោតអញ្ចឹងណាក្នុងនោះក៏មានការប្រទាំងប្រទើសការមិនពេញចិត្តពីគណៈបកប្រឆាំងPeople Party របស់ប្រទេសថៃហ្នឹងក៏មិនពេញចិត្តការដឹកនាំរបស់អនុทิនដែរដែលធ្វើឲ្យមានប្រទាំងប្រទើសប្រកែកអីគ្នាអញ្ចឹងទៅហើយរហូតដល់មានការគឺផ្ញើលិខិតទៅកាន់ព្រះមហាក្សត្រដើម្បីឲ្យរំលាយសភាតែម្ដងបងប្អូនបាទអញ្ចឹងរឿងរ៉ាវនេះគឺបងប្អូនខ្លះអាចតាមដានទៅអាចយល់សេចក្តីថារំលាយសភាអ្នកខ្លះក៏គិតថាជារឿងល្អទៅអ្នកខ្លះក៏គិតថាមិនមែនជារឿងសញ្ញាល្អប្រហែលទេអញ្ចឹងណាប៉ុន្តែអ្នកខ្លះក៏បានវិភាគបានគិតថាអ្នកមានចំណេះដឹងខាងព័ត៌មានខាងអីក៏បានគិតថាទោះបីជាអត់អនុทิនក៏ដោយក៏ដូណាល់ត្រាំនៅតែអាចគេហៅថាធ្វើឲ្យថៃខ្លោបខ្លាចដែរហើយទាហានសៀមក៏មិនអាចហ៊ានធ្វើអីតាមតែអំពើចិត្តដែរក្នុងនោះឃើញបងខំពុរិគាត់យកមកបង្ហោះគឺដែលគាត់យកមកពីសេងវ៉ាន់លីដែរទេខ្ញុំសូមជូនបងប្អូនបន្តិចបន្ទាប់ពីបំផុសគំនិតជាតិនិយមនៅក្នុងចំណោមប្រជាពលរដ្ឋថៃរឿងព្រំដែនបានដោយជោគជ័យឥឡូវនេះលោកអនុทิនឆានវរៈគុលបានក្រឡាស់សម្ដីមិនគោរពតាមការសន្យារបស់ខ្លួនជាមួយនឹងគណៈបកប្រឆាំងថៃក្នុងការកែរដ្ឋធម្មនុញ្ញដូច្នេះដើម្បីការពារកុំឲ្យគណៈបកប្រឆាំងដកការទុកចិត្តនៅក្នុងសភាលោកអនុทิនប្រហែលត្រូវបង្ខំចិត្តប្រកាសរំលាយសភាមុនការកំណត់ហ្នឹងគឺថ្ងៃទី12ថ្ងៃទី13អីហ្នឹងគឺដឹងហើយបងប្អូននឹងដឹងហើយថារំលាយថ្ងៃណាអញ្ចឹងណាអញ្ចឹងគឺព្រោះគាត់ប្រកាសនៅលើ Facebook របស់គាត់ហើយអនុทิនថានឹងបកគលសិទ្ធឲ្យប្រជាពលរដ្ឋអ្នកសម្រេចគឺមានន័យថាបកគលសិទ្ធឲ្យពលរដ្ឋហ្នឹងគឺការបោះឆ្នោតនឹងឯង
ផ្អែកទៅលើច្បាប់រដ្ឋធម្មនុញ្ញថៃក្រោយព្រះមហាក្សត្រចេញព្រះរាជក្រឹត្យរំលាយសភាការបោះឆ្នោតនឹងត្រូវធ្វើឡើងក្នុងរយៈពេលមិនលើសពី60ថ្ងៃមានន័យថាចន្លោះពី45ដល់60ថ្ងៃណាបាទដូច្នេះក្នុងអំឡុងពេល45ដល់60ថ្ងៃសិទ្ធិសម្រេចក្នុងការបញ្ហាព្រំដែននឹងស្ថិតនៅក្នុងកណ្ដាប់ដៃរបស់យោធាដោយអនុทิនគ្រាន់តែជានាយករដ្ឋមន្ត្រីចាំផ្ទះដោយគ្មានសិទ្ធិសម្រេចក្នុងការកិច្ចការងារសន្តិសុខជាតិឡើយបាទរឿងនេះឬក៏ការនេះនឹងកាន់តែធ្វើឲ្យស្ថានភាពតាមព្រំដែនបន្តក្តៅកគុកជាពិសេសបើគ្មានសម្ពាធពីមហាអំណាចឬក៏ដំណោះស្រាយបាទឬក៏ដំណោះស្រាយសមស្របណាមួយពីអង្គការសហប្រជាជាតិនោះទេបាទអញ្ចឹងនេះគឺជាអ្វីដែលការលើកឡើងរបស់សេងវ៉ាន់លីដែលគាត់មើលឃើញថាអញ្ចឹងបញ្ហាព្រំដែននៅតែក្តៅហើយជាពិសេសបើអត់មានសម្ពាធពីមហាអំណាចឬក៏អត់មានដំណោះស្រាយសមស្របណាមួយពីអង្គការសហប្រជាជាតិអញ្ចឹងរឿងរ៉ាវព្រំដែននឹងបន្តក្តៅបាទអញ្ចឹងយើងរងចាំតាមដានទាំងអស់គ្នាទៀតហើយនៅថ្ងៃយប់ថ្ងៃទី12នេះគឺសម្ដេចធិបតីនឹងនាយករដ្ឋមន្ត្រីអនុทินនឹងគឺថាលោកត្រាំនឹងខលទូរស័ព្ទមកប៉ុន្តែរងចាំដល់ម៉ោង7:12នេះហើយគឺមិនទាន់ឃើញសម្ដេចធិបតីបានបង្ហោះសារឲ្យដែរហើយមុនលាលែងចេញពីតំណែងអនុทินនេះក៏បាននិយាយបោះពាក្យបោះសម្ដីបើនិយាយទៅពេលដែលបង្កើតសង្គ្រាមមុនបង្កើតសង្គ្រាមហ្នឹងគឺគេនិយាយរាល់ថ្ងៃបាទវាយខ្មែរម្ដងនេះគឺអត់មានមហាអំណាចណាគឺមកអីណារារាំងឬក៏អាមេរិកណាអត់មានមកទប់ស្កាត់បានទេហើយមេតបអូគេល្បីបេនថាវាយដើម្បីធ្វើឲ្យខ្មែរយើងបាទអត់មានសមត្ថភាពបាទខាងផ្នែកយោធាអីចឹងទៅគឺដើម្បីសម្រាប់ប្រជាជនថៃសុខសន្តិភាពឬក៏ដើម្បីបាទសុវត្ថិភាពដើម្បីអីសម្រាប់ប្រជាជនថៃតចំនួនឬក៏យូរអង្វែងចឹងទៅចង់ធ្វើឲ្យខ្មែរនឹងគេថាសឹងតាប្រើពាក្យមួយថាធ្វើឲ្យខ្មែរនឹងគឺរៀបហ្មងបងប្អូនបាទតែមានណាបាទគឺនៅពេលដែលវាយទៅគឺមិនអ្នកឯងចេះតែវាយមកស្រួលចូលស្រួលណាពីព្រោះដាច់តេជោដាច់ធិបតីក៏បានលើកឡើងកន្លងទៅហើយថាក្បាលអ្នកឯងមិនប៉ានដែកទេអ្នកឯងចូលឆ្លៀនពៀនមានន័យថាមិនបានយកត្រង់សេមកតាមទេហើយក៏មិនបានយកដែកមកនៅលើក្បាលដែរគឺមានន័យថាដាក់ទៅបឹបដឹងតែចាត់បាយដូចតែគ្នាទេអញ្ចឹងអ្វីដែលបងប្អូនបានឃើញគឺនៅតាមគោលដៅបើជាច្រើនខ្មែរយើងបានបាទគឺកាន់កាប់គឺ100%ហើយបងប្អូនអញ្ចឹងតាមរយៈ icon តាមរយៈតាំងកំឡេងតាមរយៈសារព័ត៌មាន Fresh News តាមរយៈបាទបងសយសុភាពអីដែលគាត់បានស្ដាប់បាននៅគៀកនឹងអ្នកដែលនិយាយ icon គៀកនឹងអ្នកសារព័ត៌មានជាច្រើនទៀតគាត់បានផ្សាយហោហែហើយអញ្ចឹងបងប្អូននេះគឺជាដំណឹងដ៏ល្អមួយហើយក៏សូមបាទអរគុណជាណែចំពោះថ្នាក់ដឹកនាំរបស់យើងទាំងអស់គ្នាបាទបានខិតខំបាទខ្លាំងមែនទែនសម្រាប់ជាតិមាតុភូមិការពារប្រជាជនប្រមាណជា17លាននាក់ជាពិសេសក៏សូមលំអរកាយបាទអរគុណនិងគោរពដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហានចំពោះបាទកងទ័ពរបស់យើងដែលបានពាក់លីនៅក្នុងសង្គ្រាម4ថ្ងៃខ្ញុំនិយាយត្រឹមប៉ុណ្្នឹងសិនអនាគតទៅមុខយើងមិនដឹងមិនទេព្រោះយើងក៏មិនទុកចិត្តថៃដែរមិនទុកចិត្តសៀមទេព្រោះនិយាយកលេចកលុចក្បាតដៃក្នុងដៃបងប្អូនដឹងស្រាប់ហើយបាទចង់ហែកចោល MOU ឆ្នាំ2000ជាមួយខ្មែរគេហែកចោលកិច្ចព្រមព្រៀងសន្តិភាពដែលមានដូណាល់ត្រាំដែលមាននាយករដ្ឋមន្ត្រីម៉ាឡេស៊ីបាទជួយជ្រោមជ្រែងផងនេះចឹងគឺគេអាចធ្វើបាទគ្រប់បែបយ៉ាងទាំងអស់ប៉ុន្តែយ៉ាងណាក៏សូមសម្ដែងការដឹងគុណដល់បាទវីរៈកងទ័ពរបស់យើងដែលរួមចំណែកខ្លាំងក្លាមែនទែនបាទការពារជាតិមាតុភូមិរបស់យើងពីសត្រូវឈ្លានពានហើយធ្វើឲ្យសត្រូវបាទខ្លោបខ្លាចក្នុងពេលនេះគឺគិតថាយើងពិតជាមានអានុភាពទ័ពរបស់យើងពិតជាខ្លាំងមានយុទ្ធសាស្ត្រយុទ្ធវិធីក្នុងការបង្ក្រាបសត្រូវបានយ៉ាងអង់អាចក្លាហានធ្វើត្បិតថាយើងឥឡូវនេះយើងមានដ្រូនហើយយើងមានជួយវាយលើអាកាសប៉ុន្តែយើងមិនមានយន្តហោះបាទ F16 Jabs Gripen ដូចគេមែនប៉ុន្តែយើងអាចទប់ទល់បាទប៉ុណ្ណឹងយើងអាចទប់ទល់បានយ៉ាងបាទល្អឥតខ្ចោះតែម្ដងបាទអរគុណចំពោះការតាមដានវីដេអូនេះជួបគ្នាវីដេអូក្រោយបាទ